សួស្តីដូចជំរាបសួរពុកម៉ែបងប្អូនដែលមានបញ្ហា email ខូចអញ្ចឹងយើងមកមើលវិធីដោះស្រាយទាំងអស់គ្នាហ្នឹងហើយជាដំបូងហ្នឹងគឺយើងចូលទៅក្នុង Google ជាមុនសិនហ្នឹងហើយចូលទៅក្នុង Google របស់យើងចូលមកគឺវា load បែបហ្នឹងដោយសារយើងមាន email ច្រើនអញ្ចឹងយើងចូលទៅយក email ដែលខូចហ្នឹងហើយអញ្ចឹងសម្រាប់ email ដែលខូចហ្នឹងពេលយើងចុចវាទៅគឺកម្មវិធីអីគឺអត់មានទេហ្នឹងហើយវាដាក់ខ្វែងទៅអញ្ចឹងហ្នឹងហើយដូចរបស់ខ្ញុំមួយនេះគឺខូចហើយហ្នឹងហើយគេដាក់ថាมันអាចចូលកណនីបានទេអញ្ចឹងវាអត់មានពូមានអីនៅលើហ្នឹងទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនចុចកន្លែងនោះព្យាយាមម្ដងទៀតមកហ្នឹងហើយចុចកន្លែងហ្នឹងទៅគឺវានាំយើងទៅមួយកន្លែងទៀតដើម្បីឲ្យយើងដោះស្រាយវាអញ្ចឹងហ្នឹងហើយអញ្ចឹងបងប្អូនអាចមកដល់កន្លែងហ្នឹងហើយបងប្អូនចុចពាក្យបន្ទាប់ទៀតមកហ្នឹងហើយពេលចុចពាក្យបន្ទាប់ហើយមកដល់កន្លែងនេះបងប្អូនចុច tick វាហ្នឹងហើយដើម្បីដំណើរការទៅមុខទៀតអញ្ចឹងណាហ្នឹងហើយដល់កន្លែងនេះគេឲ្យយើងរើសភ្លើងសញ្ញាចរាចរណ៍ដោយសារលើហ្នឹងវាមានច្រើនប្រភេទពេលខ្លះមានកង់មានម៉ូតូអីចឹងហ្នឹងហើយតែនេះឲ្យយើងរើសភ្លើងចរាចរណ៍អញ្ចឹងបងប្អូនចុចលើភ្លើងចរាចរណ៍មករូបភាពណាដែលមានភ្លើងចរាចរណ៍គឺយើងចុចយកទាំងអស់មកហ្នឹងហើយពេលយើងចុចហើយយើងចុចពាក្យផ្ទៀងផ្ទាត់ហ្នឹងហើយអញ្ចឹងគឺវាផ្ទៀងផ្ទាត់បានជោគជ័យហើយហ្នឹងប៉ុន្តែបើវាអត់ជោគជ័យទេគឺវាចេញបន្តទៀតហ្នឹងហើយមកដល់កន្លែងនេះគឺពាក្យសម្ងាត់ហ្នឹងគឺជាពាក្យសម្ងាត់របស់ email របស់យើងហ្នឹងដែលពេលយើងបង្កើត email មកហ្នឹងគឺមានគេឲ្យយើងដាក់ពាក្យសម្ងាត់អញ្ចឹងហើយបងប្អូនយកពាក្យសម្ងាត់ហ្នឹងវាយចូលកន្លែងហ្នឹងមកហ្នឹងហើយតែសម្រាប់ខ្ញុំគឺខ្ញុំបានបិទហើយហ្នឹងហើយអញ្ចឹងបងប្អូនពេលវាយចូលហើយបងប្អូនចុចពាក្យបន្ទាប់មកហ្នឹងហើយក្រោយពេលចុចពាក្យបន្ទាប់គឺយើងរងចាំវាបន្តិចទៅហ្នឹងហើយពេលយើងរងចាំមកដល់កន្លែងនេះគឺតម្រូវឲ្យយើងដាក់លេខទូរស័ព្ទហ្នឹងហើយលេខទូរស័ព្ទយើងកុំដាក់ឲ្យបូក10855អីយើងដាក់លេខ0នៅពីមុខវិញហ្នឹងហើយយើងដាក់លេខ0ហើយលេខទូរស័ព្ទយើងមានប៉ុន្មានយើងដាក់មកហ្នឹងហើយតែបងប្អូនដាក់ចូលហើយគឺយើងចុចពីបន្ទាប់មកហ្នឹងហើយពេលដែលយើងចុចពាក្យបន្ទាប់មកគឺវានឹងផ្ញើសារឲ្យយើងផ្ញើសារជាលេខកូដហ្នឹងអញ្ចឹងលេខកូដហ្នឹងគឺវាចូលអូតូហើយទូរស័ព្ទខ្លះអត់ចូលអូតូទេយើងទៅយកពីសារយកមកវាយបញ្ចូលមកហ្នឹងហើយគឺវាអត់អីទេវាដូចគ្នាធម្មតាអញ្ចឹងណាហើយបន្ទាប់មកគឺយើងចេញមកវិញហើយយើងរៀបខ្វះវាបន្តិចមកព័ត៌មានគឺបានដើរវិញធម្មតាហើយហ្នឹងអញ្ចឹងមានន័យថា email របស់យើងបានចុះចូលរួចជាការស្រេចនេះអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះតាមពីដើមរហូតដល់ចប់បាយបាយ